ធ្វើមិនទៅបងធ្វើចឹងហ៎អីជប់អូខ្ញុំស្មានតែបោកខ្ញុំយកទៅគូមួយទឹកហើយជប់ឧបមាថាបើសិនអាហ្នឹងខុសនេះវិញនេះខុសប្រឡាក់ដីខុសប្រឡាក់មិនដល់ពេលធ្លាប់យ៉ាងអត់ខុសវិញអញ្ចឹងហ៎បាទពេលជ្រលក់ហើយយកទៅងាស់ទៀតហើយយកទៅរងាស់ទៀតចាយកទៅស្រោះយើងដាំទឹកឲ្យពុះហើយយើងស្រោះទៀតអូមែនប៉ុណ្ណឹងហើយបានទេណោះយើងស្រោះទៀតមូលហេតុដែលយើងស្រោះដើម្បីអីបងស្រោះកុំឲ្យវាចេញអញ្ចឹងហ៎ចាពេលដែលយើងស្រោះវាមានថាវាចេញនៅក្នុងនេះហ៎បងមែនទេវាចេញតិចទេប៉ុន្តែគ្រាន់តែថាពេលយើងប្រើការទៅវាអត់ចេញបងប្អូនអរគ្នានេះគឺជាហូលដែលយើងត្បាញហើយក៏យើងជ្រលក់ពណ៌ហើយដែរមែនទេបងចាប៉ុន្តែអានេះដែលយើងឃើញអញ្ចឹងណាបងប្អូនណាគឺបានមកពីការដែលយើងជ្រលក់ពណ៌នៅកន្លែងនេះហេបងប្អូននេះមើលបងស្រីគាត់កំពុងតែពាក់សំដៃហើយត្រៀមនឹងជ្រលក់ពណ៌នៅក្នុងការដែលយើងធ្វើហូលមួយនេះអញ្ចឹងដើម្បីបានជាលទ្ធផលគាត់ត្រូវមានដំណាក់កាលប្រកបច្រើនឥឡូវនេះគ្រាន់តែជាលទ្ធផលមួយដែលខ្ញុំបង្ហាញបងប្អូនទេប៉ុន្តែឥឡូវនេះខ្ញុំចង់ឲ្យបងស្រីគាត់បញ្យល់បន្តិចឲ្យបងប្អូនទាំងអស់គ្នាយល់ថាមុនពេលដែលយើងបានហូលមួយក្បិននេះតើវាឆ្លងកាត់ដំណាក់កាលបែបណាវាលំបាកប៉ុណ្ណាបងប្អូនបាទមានសួរបងស្រីដូចគ្នាបងបាទបងនៅនេះយើងហៅថា Google Community បងណាបងអាចជំរាបឈ្មោះជូនបងប្អូនយើងដែលគាត់កំពុងតែទស្សនាវីដេអូបន្តិចបានទេបងខ្ញុំឈ្មោះទាវសំណាងហើយបងស្រីខ្ញុំឈ្មោះសុភាពបាទហើយឥឡូវនេះយើងនឹងធ្វើពណ៌ហ្នឹងឲ្យមើលប៉ុន្តែពណ៌នេះយើងមើលឃើញនេះគឺយើងធ្វើ4ពណ៌បាទធ្វើ4ពណ៌អានេះយើងជ្រលក់ឲ្យមកពណ៌ណាប៉ុន្តែមុនបានចេញជាចងអញ្ចឹងយើងត្រូវការមានសូត្រយើងខាលសិនចាប់ដើមខាលហើយយើងយកទៅកង់បាទកង់ហើយយើងយកមកចងណាចងក្បាច់វាបាទចងក្បាច់ហើយបានយើងត្រាំយកមកជ្រលក់នេះអានេះទឹកទី1អូទឹកទី1នេះប៉ុន្តែអត់ទាន់ជ្រលក់អីណាបាទពេលដំបូងគឺពណ៌សអញ្ចឹងអូបងប្អូនអរគ្នានេះចងចឹងជាកាឡាចេះសិនបាទអានេះយើងដំបងគឺយើងយកពណ៌សអានេះយើងចងវាបែបហ្នឹងគឺយើងពណ៌វាដំបងគឺពណ៌សពណ៌ធម្មជាតិរបស់វាណាចាធម្មជាតិគឺពណ៌សអញ្ចឹងហើយយើងចងតាមគោមតាមក្បាច់ដែលយើងស្រឡាញ់ទៅបាទប៉ុន្តែអានេះយ៉ាងសើមដូចថាអីបងយើងត្រាំតាំងពីយប់មកហើយមិនចាំបាច់ត្រាំទេអីបើត្រាំបោកអត់ចូលដល់ក្នុងអញ្ចឹងហ៎ចាយើងជ្រលក់ពណ៌អត់ចូលក្នុងចូលដល់ក្នុងទៅពេលយើងត្រាំទៅសើមមកយប់អញ្ចឹងចូលដល់ក្នុងមានន័យថាសូត្រយើងដំបងពណ៌សអត់សើមទេអត់សើមទេតែដល់ពេលយើងត្រាំដើម្បីឲ្យវាងាយចូលពណ៌ចាពេលយើងធ្វើពណ៌ទៅបានចូលដល់ក្នុងបាទហើយអានេះយើងចងប្រហែលចំណាយពេលប្រហែលទៅបងអាហ្នឹងអានេះវាស្រ័យអ្នកធ្វើដែរមកក្បិននេះបើសិនជាតាមញឹកប៉ុណ្ណឹងគាត់ចង2ថ្ងៃអីវ៉ាវយូរដែរហ្នឹងបងប្អូន2ថ្ងៃហ្នឹងគាត់មិនមែនចងលេងសើចទេណាអង្គុយចងហ្មងពឺចងរហូតហ្មងពណ៌នេះពណ៌អីចាអានេះស្បែងជាមួយទឹកស្ងៀនវិញអូពណ៌ស្វាយយើងជ្រលក់ស្បែងជាមួយទឹកស្ងៀនបានបាទដល់ពេលវាចេញពណ៌អីទៅស្វាយចាអាហ្នឹងយើងត្រូវគិតចឹងទៀតណោះចាចេញពណ៌ស្វាយមុនពេលដែលយើងគិតថាឥឡូវចង់បានពណ៌អីយើងត្រូវគិតទៀតវាពណ៌ណាកង់ជាមួយពណ៌ណាដាក់ចូលគ្នាទៅវាលេចពណ៌ណាអញ្ចឹងណាបងណាចាវ៉ាវបងប្អូនដល់ពេលធ្វើចឹងបានចេញមិនអ្នកគីមីទេណាមិនអ្នកជំនាញគីមីទេប៉ុន្តែដឹងពីគីមីដឹងពីពណ៌ហ្នឹងជាងអ្នកជំនាញគីមីទៀតបើន័យថាគាត់គិតធម្មជាតិទេពណ៌ដែលយើងបានមកនេះយើងយកអីគេមកធ្វើអានេះសបកឈើចាខ្ញុំអាចសុំមើលបន្តិចបានទេស្បែកសម្រាប់យើងធ្វើពណ៌ស្វាយអូពណ៌អានេះយើងធ្វើពណ៌ស្វាយក៏បានពណ៌ក្រហមក៏បានមួយទៀតផ្កាឈូកអូបាន3ពណ៌ប៉ុន្តែយើងដាក់ model ផ្សេងគ្នាឧទាហរណ៍បើសិនជាយើងចង់ធ្វើពណ៌ស្វាយយើងត្រូវប្រើជាមួយនឹងទឹកស្មៀនចាទឹកស្មៀនយើងមានវិធីសាស្ត្រក្នុងការធ្វើផ្សេងទៀតមួយដើមនេះទេណាយើងហៅថាមួយពណ៌នេះទេតែយើងអាចច្នៃបានដូចជា3ពណ៌ពិតជាមិនធម្មតាសុទ្ធតែជាបច្ចេកទេសហ៎បងប្អូនយើងស្ដាប់មើលទៅរៀងស្មុគស្មាញប៉ុន្តែការធ្វើកាន់តែស្មុគស្មាញទៀតបងប្អូនចងនេះក្នុងគោលបំណងអីដែរបងជួយបញ្ជាក់បន្តិចមើលចង់ចេញគោមចេញជាក្បាច់ចេញជាកាឡាដែលយើងចង់បានកាឡាហ្នឹងមួយបាទអញ្ចឹងដំបូងគឺយើងចងពណ៌សមែនអត់យើងចងពណ៌សដល់ពេលបន្ទាប់មកយើងមានអានេះមានពណ៌ក្នុងនេះមានក្រហមរៀងកម្ៅបាទក្រហមរៀងកម្ៅចាអញ្ចឹងដល់ហើយយើងជ្រលក់ពណ៌ក្រហមបាទដល់ពេលយើងជ្រលក់ពណ៌ក្រហមយើងរុំពណ៌ក្រហមហ្នឹងទុកយើងបណ្ដាច់ដាក់កាឈូកអូដាក់កាឈូកប៉ុន្តែដល់ពេលយើងដាក់កាឈូកទៅអាក្រហមលាយជាមួយកាឈូកវារៀងកម្ៅបន្តិចអីបាទតើហើយដល់ពេលអានេះវាមានកាឈូកហើយយើងចងកាឈូកហ្នឹងទុកដាក់ពណ៌ផ្សេងទៀតការធ្វើដោយដៃការធ្វើបែបនេះគឺជារឿងមួយទាំងចំណាយពេលទាំងចំណាយកម្លាំងហើយឥឡូវនេះទៀតគឺគួបផ្សំជាមួយនឹងទីផ្សារមិនសូវជាសម្បូរទៀតដែលធ្វើឲ្យការធ្វើរបស់ពួកគាត់ថយចុះហើយកម្រៃក៏មិនសូវជាបានតែការងារគឺតម្រាំបានមួយធម្មតាការងារច្រើនដំណាក់កាលមែនតើបងប្អូនចំបាច់វាណោះអានេះយើងប្រើពេលយូរទេបង
มันទីដល់យើងបោក អញ្ចឹងហ៎បោកធ្វើមិនទៅបោកធ្វើអញ្ចឹងហ៎អីជប់ អូខ្ញុំស្មានតែបោកហ្នឹងយើងយកទៅគូមួយទឹកហើយជប់ឧបមាថាបើសិនអាហ្នឹងខុសនេះវិញនេះខុស ខុសប្រឡាក់ដី ខុសបលា មិនដល់ពេលធ្លាប់យ៉ាងអត់ខុសវិញ អញ្ចឹងហ៎ អានេះពេលជ្រលក់ហើយយកទៅងាស់ទៀតហើយ យកទៅរងាស់ទៀត ចាយកទៅស្រោះយើងដាំទឹកឲ្យពុះហើយយើងស្រោះទៀត អូមែនប៉ុណ្ណឹងហើយបានទេណោះ យើងស្រោះទៀត មូលហេតុដែលយើងស្រោះដើម្បីអីបង ស្រោះកុំឲ្យវាចេញ ចាញ់ អញ្ចឹងហ៎ ចា ពេលដែលយើងស្រោះវាមានថាវាចេញនៅក្នុងនេះហ៎បងមែនទេ វាចេញតិចទេប៉ុន្តែគ្រាន់តែថាពេលយើងប្រើការទៅវាអត់ចេញ អូ ពេលយើងអត់ប្រើទឹកក្តៅពណ៌វាអត់សូវដិត អញ្ចឹងប ហើយ ង ពណ៌ស្វាយក៏អត់សូវដិតខ្លាំង សូ ដែរ វដិត តោះឥឡូវយើងមកមើលបងគាត់លាងហើយបន្ទាប់មកគាត់នឹងចងមកតង់ទៀតបងប្អូនហើយអាហ្នឹងយើងលាងតែមួយទឹកនឹង ពី តែ 3ទឹក ពីទឹក អូពីទឹកដែរណោះ ពីទឹកបានណា ហើយបងធ្វើប្រហែលឆ្នាំហើយបង អូរយឆ្នាំដល់ គិតឆ្នាំវិញឯងតាំងអាយុ12 13ហ៎ អូ បានហូល បាទឥឡូវប៉ុន្មានហើយបង5 10នៅ ឥឡូវទៅចិត្ត50 អូយ 2ឆ្នាំទៀត50អូនអើយហើយនៅធ្វើនេះ ពេលដែលយើងឃើញថាវាចេញរៀងគោមអញ្ចឹងសពុតហ្នឹងគឺវាចេញទៅរៀងអញ្ចឹងដែរមែនទេបងគាត់ថាអានេះយើងអត់ទាន់កាត់វាអស់អញ្ចឹងអត់ទាន់ឃើញចេញពណ៌គោមផ្សេងទៀតទេហូលយើងនេះមួយក្បិននេះលក់បានតម្លៃប៉ុន្មាន អូនេះបើគេកំងអញ្ចឹងឥឡូវគេបានតែ50ម៉ឺនមកនេះអាហ្នឹងគេកំង បាទ កំងឲ្យគេឲ្យយើងធ្វើហ្នឹងលឿនទៀត ចាយពេលប្រហែលថ្ងៃដើម្បីធ្វើមួយក្បិននេះ អូនមកយើងចងដំបងគុំដំបង3ថ្ងៃហើយណា 3ថ្ងៃយើងចងគោម ចា ដំបង ចង ចេះ គុំដំបងហ្នឹងតទៅពេលយើងចងហើយយើងជ្រលក់ឲ្យរុំអាចជ្រលក់ទឹកទី1មកដល់ប៉ុន្មានហ្នឹងទៅបាន2000 មួយថ្ងៃទៀតហ៎មានន័យថាមួយថ្ងៃទៀត មួយ ណា ថ្ងៃទៀតណា អញ្ចឹងចូល 4 4ថ្ងៃហើយ ចា4ថ្ងៃហើយ បាទ ហើយទៅប្រហែលជាស្អែកហ្នឹងតាមកកន្លះថ្ងៃ កន្លះថ្ងៃទៀតអញ្ចឹងវាចូល4ថ្ងៃកន្លះ ហើយយើងខាលកន្លះថ្ងៃទៀតអញ្ចឹងម្ដង5ថ្ងៃ 5 ហើយ ថ្ងៃបាទ ចា ការងារនេះវាកប៉ិចកប៉ុកហើយរវល់ច្រើន ចារវល់ តែដល់ ច្រើន ពេលយើងគិតអំពីកម្រៃដែលយើងទទួលបានវាបានមិនមែនថាអត់ទេគឺតែវាបាន បានតិចតួច តិចតួចដែរ តិចតួច គ្រាន់តែថារឿងមួយដែលយើងមិនអាចប្រកែកបានគឺថាបើយើងមិនធ្វើគឺអត់មាន ចា អត់មានចំណូលអត់ ចា បាន ចា អីមកវិញ ចា មែនទេបង ចា បាទហើយប៉ុន្តែជំនាញមួយនេះណាវាជាជំនាញមួយល្អជំនាញមួយដែលយើងថែរក្សាគេមកដកមកដូនតាយើងទៀត យើងថែសារបានរហូត អានេះបើយើងជាម្ដាយធ្វើកូនក្រោយមិនបាច់បង្រៀនវាក៏វាចេះដែរ អញ្ចឹងបង ចាចាយើងធ្វើអញ្ចឹងវាប្រាប់វាមកវាជួយធ្វើជួយអីប្រាប់តែម្ដងអញ្ចឹងវាអាចធ្វើកើត បាទ ចាហើយបើយើងអត់ធ្វើវានៅតែអត់ចេះ អញ្ចឹងឥឡូវនេះយើងចប់ដំណើរនៃការលាយពណ៌របស់យើងលេខការជ្រលក់ពណ៌របស់យើងចូលទៅដល់ដំណើរការនៃការដែលយើងធ្វើមានខោលមានអីជាដើមយើងដំបងយើងបានគៀតមកយើងល្វីអានេះយើងយក វិចូលក្នុងហ្នឹង បាទល្វីចូលក្នុងហ្នឹងតែម្ដង ចាល្វីចូលហ្នឹងដំបងយើងអត់មាននេះមែនអត់ដល់ពេលយើងខាលយើងខាលចូលក្នុង យើង ហ្នឹង ខាលចូលខ្នាលនេះណោះ ចា បន្ទាប់មកបើយើងយកវាទៅ ត្បាញចា អូកន្លែងត្បាញគឺនៅខាងនោះមែនទេ ចាចា អូតើណៃអញ្ចឹងការពិតអានេះជាកន្លែងចុងក្រោយដែលយើងយកគៀតហ្នឹងយកមកដើម្បីត្បាញបានទៅជាហូលតែម្ដងណាបង ចាចាចងអានេះតិច បាទ ខ្ញុំចងតិចចឹងខ្ញុំត្បាញលាយសូត្រផ្សេងទៅធ្វើជាក្រមាវិញ បាទតន់បងគាត់ថាវាខុសពីអ្វីដែលយើងបានមើលមិញเนาะ ចាចា បាទ អានេះយើងត្បាញលាតនេះយើងអត់ត្រូវការតម្រឹមទេ បាទ ដល់ពេលយើងត្បាញអាគោមនេះបានតម្រឹម បាទ តម្រឹមឲ្យចេញកាឡាគោម បាទបាញ់លៀតស្រួលជាងเนาะ ចាពេលត្បាញលាតថោកជាងត្បាញតម្រឹមគោម បាទ យើងធ្វើស្រួលប៉ុន្តែបានលុយតិច បាទធៀបមួយគេនោះគេធ្វើបានម្ដងច្រើនបងឥឡូវបើសិនបើបងប្អូនយើងគាត់ចង់បានជាហូលឬក៏គាត់ចង់ទំនាក់ទំនងមកខាងបងអីបងមានលេខទូរស័ព្ទអីជូនពួកគាត់ទេបងសូមអញ្ជើញ អូមានតែលេខទូរស័ព្ទ បាទសូមអញ្ជើញណាបង 012 54 26 87 បាទហើយទីតាំងនៅកន្លែងនេះ ភូមិថ្នោតឃុំថ្នោតស្រុកបាទីខេត្តតាកែវ បាទអរគុណច្រើនបងណាជំរាបលា ចា៎ បាទ